យល់ស្របអត់ថាមានលុយមានឥទ្ធិពលមានលុយមានសេរីភាពមានលុយមានជំរឿមានលុយគឺមានសិទ្ធិអំណាចលើជីវិតរបស់ខ្លួនឯងច្រើនណាធម្មតាមានលុយណាប៉ុន្តែវាតតែមានចំណេះជំនាញចរិតល្អលក្ខណៈអីចឹងតែលុយគឺជាឥទ្ធិពលមួយសំខាន់មែនតើអញ្ចឹងនៅពេលដែលយើងមានលុយយើងមានជំរឿច្រើនយើងមានសិទ្ធិអំណាចច្រើនទឹកមាត់យើងវាប្រៃអញ្ចឹងសំណួរសួរថាយើងស្រីនេះយើងចង់ទឹកមាត់ប្រៃយើងចង់មានសិទ្ធិអំណាចលើជីវិតខ្លួនឯងបើចម្លើយគឺចង់អាហ្នឹងយើងត្រូវខំប្រឹងរកលុយឲ្យខ្លួនឯងពិតមែនទេបើយើងមានសំណាងល្អបានប្តីអ្នកមានឲ្យគេចិត្តល្អទៀតអូខេអាហ្នឹងល្អមែនតើត្រូវចាំថាបើគេជាម្ចាស់លុយហ្នឹងគេអ្នកមានអំណាចមិនមែនយើងទេពីព្រោះលុយហ្នឹងគេឲ្យមកយើងមែនប៉ុន្តែគេអ្នករអញ្ចឹងគេនៅតែមានអំណាចជាងយើងអញ្ចឹងហើយខ្ញុំបើកមុខកញ្ចក់បន្តិចខ្ញុំដឹងថានិយាយដល់ត្រឹមហ្នឹងនឹងមានអារម្មណ៍ថាអូយបងប្តីប្រពន្ធហ្នឹងសត្វដណ្ដើមអំណាចគ្នាអត់ទេអាពេលល្អកល្អឿនអត់អីគេនិយាយក្នុងករណីមានបញ្ហាអីហើយលុយមិនមែនយើងអូខេតោះអញ្ចឹងខ្ញុំចាប់ពីថ្ងៃហ្នឹងរកលុយមិនមែនរកបានទេវាតតែយើងខំប្រឹងសន្សំសមត្ថភាពចំណេះដឹងមុខមាត់ប្រជាប្រិយភាពចរិតរឹកពីប័ណ្ណពិសោធន៍តតែយើងសន្សំអញ្ចឹងកុំចាំក្រៃលោបានប្តីអ្នកមានក្នុងកំឡុងពេលណាដែលយើងអាចរៀនបានអាចរកជំនាញរកប័ណ្ណពិសោធន៍រកឱកាសបង្កើតឱកាសឲ្យខ្លួនឯងបានប្រឹងពីព្រោះនៅពេលលុយជារបស់យើងកាន់តែមានអំណាចយើងកាន់តែមានសេរីភាពទឹកមាត់របស់យើងកាន់តែប្រៃដែរ